យកវាទៅហើយអ្នកនឹងមិនជាសះស្បើយក្នុងរយៈពេល6 ខែទេបើអ្នកខ្លាយជាអមតៈអ្នកនឹងខ្លាយជាមនុស្សល្ងងពូទី2នោះគឺជាខ្ញុំនំប៉័ងចំហុយម្សៅពណ៌ទាំងនេះគឺសម្រាប់កូនតូចរបស់ខ្ញុំខ្លាបានទុកវាចោលអ្នកមិនព្រមបរិភោគវាដោយខ្លួនឯងទេប៉ុន្តែអ្នកសប្បុរសម៉ាក់អើយខ្ញុំមិនចង់បាននំប៉័ងចំហុយទេខ្ញុំចង់ញ៉ាំសាច់ពេលអាំងមិនអីទេសាច់គ្មានអាំងនឹងរួចរាល់ឆាប់នេះនំប៉័ងចំហុយទាំងនេះគឺសម្រាប់អាហ៊ូនៃជីតាពូទី2របស់ខ្ញុំបានខ្ចីឈ្មោះហើយពួកគេបានឲ្យខ្ញុំនៅនំប៉័ងចំហុយពីរដុំដែលធ្វើជាចាប់ខ្លាំងណាស់ខ្ញុំអាចដើរតាមវាបានតែម្ខាងប៉ុណ្ណោះជីតាយើងកំពុងរងចាំអ្នកជីតាខ្ញុំនឹងមិនយំទេខ្ញុំមើលថាអ្នកសុខសប្បាយជាទេលោកយ៉ាន់ឆៃបាននិយាយនៅលើភ្នំយ៉ាន់លូអមតៈមានសមត្ថភាពហោះហើរនិងជីករុងដើម្បីបណ្ដេញអសញ្ញាមនុស្សម្នាក់ត្រូវតែពឹងផ្អែកលើស្មារតីវិញ្ញាណទេដែលអាចធ្វើបានពិតជាអាចឲ្យអ្នកទទួលបានវាដើម្បីសម្រេចបាននូវសោភ័ណភាពសុខរាមនុស្សម្នាក់ត្រូវតែអបពីដើរនៃដីតើអ្នកសុខចិត្តទេឆន្ទៈបើខ្ញុំខ្លាយជាព្រះខ្ញុំបានជួយជីតារបស់ខ្ញុំឲ្យអាចយល់បានបន្ទាប់ពីហេតុការណ៍នេះកើតឡើងបើយើងងាកមើលទៅក្រោយវិញរឿងនេះវាមិនមែនជាបញ្ហានៃភាពអមតៈពិតប្រាកដនោះទេបើអ្នកក្បត់ខ្ញុំ6 ខែជីតាមិនអាចខ្លាយជាអមតៈបានទេសូមអ្នកខ្លាយជាវិញ្ញាណជ្រូកញ៉ាំវាដោយខ្លួនឯងជីតាតើនេះមានន័យយ៉ាងណានេះមិនមែនជាគោលបំណងនៃទេពអប្សរចុះពីលើភ្នំទេតើនោះមានន័យថាមិនអាចយល់បាននេះមិនមែនជាទេពអប្សរពិតប្រាកដនេះមិនមែនទេទេពអប្សរពិតម្នាក់ខ្ញុំបានចុចស្នាមដៃដែលលក់អូរ៉ាអមតៈពណ៌ម្ចាស់ផ្ទះបាននិយាយថាចាប់ពីថ្ងៃនេះទៅខ្ញុំទីស្ករនៃគ្រួសារបាយហើយបន្ទាប់មកមានអ្វីមួយធ្លាក់ពីលើមេឃក្របីមួយក្បាលបានចុះមកពេលធំចាប់ផ្ដើមពីថ្ងៃដំបូងប្រសិនបើអ្នកបម្រើគ្រួសារបាយគោក្របីទាំងនេះគោទាំងនេះវាហាក់ដូចជាលោកតាបក្សី Denver ដែលខ្ញុំបានឲ្យអ្នកឈប់ដំណើរការហើយ6 ថ្ងៃបានកន្លងផុតទៅហើយគ្មានមនុស្សអមតៈណាម្នាក់ឡើយមានអ្នកចុះមកទទួលវាហើយមើលមានសត្វមួយធំជាងក្របីទឹកនៅលើវាសត្វក្រៀលចង្អុលនៅលើសត្វក្រៀលហាក់ដូចជានៅមានមនុស្ស2នាក់ឈរនៅទីនេះអ្នករត់សូមអភ័យទោសខ្ញុំឈ្មោះយុនលូសានសិស្សនៃនិកាយឈីងសួនថ្ងៃនេះជាមួយលោកគ្រូអូនស្រីរបស់ខ្ញុំបានចុះពីលើភ្នំមកកន្លែងនេះដែលស្វែងរកខ្ញុំម្នាក់តើខ្ញុំអាចសួរបានទេបុរសទាំងឡាយតើមានបុរសម្នាក់នៅក្នុងភូមិឈ្មោះកុមារភាពរបស់ឈឺថេពេងនាងជាអមតៈប៉ុន្តែនាងប្រហែលជាមិនមែនជាឈរទេថេពេងតើអ្នកជាគឺឈៀមពេងមែនទេមែនហើយដាវរីជវាំងកំពុងឆ្លើយតបនាងគឺជាមនុស្សដែលយើងកំពុងស្វែងរកយើងពួកគេបានមកទទួលយុវជនម្នាក់គឺនាងបានឡើងលើភ្នំរាងកាយរបស់នាងបានបង្កើតឡើងពីឆ្អឹងវិញ្ញាណឈ្មោះរបស់យើងនឹងត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅពងសាបនាងបានឡើងលើភ្នំហើយបានក្លាយជាសិស្សរបស់និកាយជិះសួនតែភីងតូចមកជាមួយយើងបន្ទាប់ពីនោះអ្នកនឹងក្លាយជាកំពូលភ្នំទី7របស់យើងឥឡូវនេះនាងជាប្អូនប្រុសពើរបស់យើងនាងជាខើរបស់យើងស្ដំគ្រួសារអ្នកណានឹងក្លាយជាអនាគតដើម្បីក្លាយជាអ្នកប្រាជ្ញកំពូលសម្រាប់គ្រួសារខើរបស់យើងនៅកិត្តិយសដល់បុព្វបុរសរបស់ខ្លួនតាំងពីកុមារភាពរហូតដល់ខ្ញុំដូចជាអ្នកខាត់លុយតើខ្ញុំធ្លាប់នាំមកនៅសេរីរងដល់ដូនតារបស់ខ្ញុំគឺគ្រាន់តែលក់បានច្រើនជាមួយចំនួនគ្រាន់តែជាបញ្ហាលោកតើយើងអាចត្រូវបានផ្សារភ្ជាប់ជាមួយឈីងសួននិងបាក់ពូរបស់គាត់ដោយរបៀបណាសិស្សជាមួយគ្នានេះគ្រាន់តែចានមាសនេះគ្រប់គ្រាន់ដើម្បីសម្គាល់កិច្ចប្រជុំរបស់យើងលីស៊ូតែពីងនេះធ្លាប់ពូបានលក់ខ្លួនចូលទៅក្នុងគ្រួសារបាយរបស់ខ្ញុំថ្មនៅលើក្រដាស់និយាយថាចានមាសនេះគួរតែជាកម្មសិទ្ធិរបស់គ្រួសារបាយរបស់ខ្ញុំកិច្ចសន្យាបម្រើមិនមែនជាខ្លែងខ្លាយទេប្រសិនបើខ្ញុំនិកាយឈីងសួនចង់ស្គាល់គ្នាតើប្រាក់ប៉ុន្មានក្នុង10តាលស្មើនឹង300តាលពួកសិស្សនៃនិកាយឈីងសួនមានតម្លៃត្រឹមតែ300តាលនេះគ្មានតម្លៃអ្វីទេមនុស្សស្លាប់បានបាត់ខ្លួនទៅហើយតើអ្នកសុខចិត្តដើរតាមទេយើងនឹងធ្វើដំណើរទៅកាន់យុនលូដើម្បីស្វែងរកជាមួយគ្នានេបូឡាខ្ញុំសូមជូនពរថានេះជាការពិតភ្នំអមតៈពិតអេក្រង់លាតសន្ធឹងរាប់ពាន់ម៉ាយជាមួយនឹងកំពូលភ្នំសំខាន់ជួសន្ធឹងដល់ទៅ10000 ហ្វីតដោយអះអាងថាជាកាសទាំងនោះមិនទៅជាងវត្ថុនៃនគរលៀងដ៏អស្ចារ្យមែនហើយនិកាយឈីងសួនរបស់យើងអាចត្រឹមតែគាត់ត្រូវបានគេចាត់ទុកថាជាឆេនសិនសងលំដាប់ទី3បងប្រុសឈីងសៀវប្អូនស្រីលីងឡុងបងស្រីច្បងស៊ីយានហេតុអ្វីបានជាអ្នកក៏ចុះទៅដែរភ្នំនេះត្រូវបានឡើងហើយទាំងសាលាចាររំលឹកវិញ្ញាណមែនហើយបងប្រុសរបស់ខ្ញុំលីវវេងក៏យល់ដែរសិស្សម្នាក់ឈ្មោះលីនប៊ូយូបានឃើញបងប្រុសជាន់ខ្ពស់ Go Theng Xiao លោកគ្រូលេងឡងបងស្រីតៃពីងតើអ្នកបានជួបលោកគ្រូស៊ីយានហើយឬនៅបងស្រីខ្ញុំធ្លាប់ជួបលីនប៊ូយូពីមុនមក